ចូលមកអសោះណាអើយអុយចុកគម្រាមខ្ញុំគិតថាយល់ល្អនាងគួរតែយល់ព្រមជាមួយនឹងពួកយើងទៅសប្បាយជាមួយនឹងពួកយើងតាមដំណើរទៅបើមិនចឹងទេនាងច្បាស់ជាស្លាប់ប្រការទេអាកចាស់នោះចិត្តងាប់ហើយសប្បាយជាមួយពួកយើងទៅចាឡើងចឹងទេឡើងទៅសាច់ហើយចាប្រទេសជាតិកំពុងតែជ្រួលច្បល់មិនគួរណាខ្ញុំជួយមនុស្សទៀតទេពេលនេះធ្ងន់ក៏ធ្ងន់ណែវិវហើយឪពុកខ្ញុំគ្រោះថ្នាក់ហើយកុំអីចាឡើងចឹងក៏អូនដាក់នេះណាចាប់ភ្លាមលោកអីពួកអានតុងចឹងឯងនេះហេតុអីបានគេមកធ្វើបាបគេអញ្ចឹងហ៎ហេចេះម៉ែឯងជាអាណាគេបានជាមកនិយាយសម្ដេចឆ្លើយជាមួយនឹងបងធំរបស់យើងឯងចង់ងាប់អីនេះបងអាយ៉ាឯងហ៊ានវិញបងប្អូនយើងផងអីពេលនេះពុតជាមិនអាចទៅរួចទេខ្ញុំអាចទប់ទល់ជាមួយតែមនុស្សម្នាក់តែប៉ុណ្ណោះទេប៉ុន្តែគ្នាវាមាន3នាក់ដូច្នេះត្រូវតែប្រាល្បិចបើមិនចឹងទេអ្នកដែលងាប់នោះគឺជាខ្ញុំទេត្រូវធ្វើយ៉ាងម៉េចចាបងប្អូនអ្នកភូមិលីចាទាំងអស់គ្នាពេលនេះភូមិរបស់យើងមានបញ្ហាហើយពេលនេះអ្នកភូមិលីចារបស់យើងបានទទួលដំណឹងហើយពួកអាប្រែតឯងទាំង3នាក់ច្បាស់ជាមិនអាចគេចពីទីនេះរួចទេបើគេមកដល់ទីនេះភ្លាមនោះពួកគេនឹងចាប់វាយពួកឯងដល់បងខ្ញុំគិតថាដកថយសិនទៅហើយទៅចាប់លើក្រោយជំរះវិជីជាមួយនឹងពួកវាបើពួកវាមកអស់វិបយល្អយើងផ្ញើទុកសិនចុះពេលក្រោយយើងមិនអត់អតកចាស់អីរួចខ្លួនទេទៅវិញទៅវិញអូយយចុះណែពួកអូនណែមិនអីមែនទេលោកម្ចាស់លេងអីហើយកុំជុំអីសំណាងហើយដែលបងមកតន់បើសិនជាបងមកមិនតន់ទេនោះពួកខ្ញុំច្បាស់ជាសុំទោសដែលបងមកជឿតខ្ញុំអត់បានបន្ទោសអីបងទេសូមបងក៏បន្ទោសខ្លួនឯងអីណាប៉ុន្តែតានោះជាណាគេនឹងតាបងជាណាគេទៀតហើយមែនទេជាលោកមេតបស្រីម្នាក់ឃើញនៅលើភ្នំបងក៏ជួយទៅលោកម្ចាស់បងចង់បានប្រពន្ធទៀតខ្ញុំមិនថាអីទេប៉ុន្តែជីវភាពរបស់យើងពិបាកណាស់ហើយដូច្នេះសូមលោកម្ចាស់ពិចារណាពីរឿងនេះឲ្យច្បាស់អាចារ្យពួកអូនគិតអីនឹងបងឡើងទៅលើភ្នំក៏បានឃើញប្រទះគេមានគ្រោះថ្នាក់ទើបបងជួយគេទៅអញ្ចឹងហើយទើបបានជាបងត្រឡប់មកវិញយឺតយ៉ាងនេះប្រពន្ធទាំងអស់គ្នានេះបងចង់បង្ហាញឲ្យអូនមើលឃើញនេះអូនមើលចោះពួកយើងមិនខ្វះម្ហូបហូបទេមានបងបានទេត្រូវហើយអូនឆាប់យកទៅស្ងោរទៅពួកយើងចែកគ្នាហូបម្នាក់មួយចាំមិនដែរអាចារ្យលោកម្ចាស់ពួកយើងជាប្រពន្ធមិនអាចហូបមិនលោកម្ចាស់ទេលោកម្ចាស់គួរតែពិសាមុនណាអាចារ្យលេងខ្វល់មុនក្រោយស្អីពួកយើងហូបទាំងអស់គ្នាទៅណាលោកម្ចាស់ចាណាស់ទៅហើយការរកអាហារទៅថ្ងៃមុខវាពិតជាមានការពិបាកណាស់សម្រាប់អាចារ្យហើយនេះអូនមិនជឿជាក់លើសមត្ថភាពប្តីរបស់អូនមែនទេហ៎ទើបនិយាយបែបនេះខ្ញុំជឿលើលោកម្ចាស់ថ្ងៃក្រោយលែងហ៊ាននិយាយបែបនេះទៀតហើយលោកម្ចាស់បានបើគិតអញ្ចឹងគឺល្អហើយឆាប់ធ្វើអីហូបទៅបងឃ្លានណាណែបងក៏បានប្រាក់មកដែរណាណែបងមើលទៅប្រាក់លោកម្ចាស់តើបងបានប្រាក់មកពីណាហ្នឹងបងឃើញនៅលើភ្នំមិនដឹងអបកាច់ណាទេកប់ប្រាក់នេះនៅក្រោមដើមឈើ